บเปลี่ยนไอ้ล่ะนี้ยังโจมมาได้ចំណុចទី3រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ B យើងនឹងបែងចែករោគសញ្ញាទៅតាមដំណាក់កាលនៃជំងឺចំពោះជំងឺរលាកថ្លើមប្រភេទ B ស្រួយស្រាលជារឿយៗមិនបង្កឲ្យមានការចេញជារោគសញ្ញានោះទេនេះហើយជាមូលហេតុដែលជំងឺនេះមានលក្ខណៈគ្រោះថ្នាក់ប៉ុន្តែជួនកាលអ្នកជំងឺអាចចេញរោគសញ្ញាដូចជាអស់កម្លាំងចង្អោរអួតនិងឈឺពោះហើយរោគសញ្ញាសំខាន់មួយទៀតគឺរោគសញ្ញាលឿងដែលលឿងនេះនៅលើស្បែកនិងត្របកភ្នែកចំពោះអ្នកជំងឺរលាកថ្លើមប្រភេទ B រ៉ាំរ៉ៃវិញគឺពួកគេស្ដែងចេញនៅរោគសញ្ញាដែលទាក់ទងនឹងថ្លើមដែលវិវត្តទៅធ្ងន់ធ្ងរនេះមានន័យថារោគសញ្ញាបង្ហាញពីការខូចខាតថ្លើមកាន់តែខ្លាំងដូចជាការស្ដែងចេញនៅការហើមពោះការហូរឈាមមិនធម្មតានិងការផ្លាស់ប្ដូរស្ថានភាពផ្លូវចិត្តនេះគឺជាការវិវត្តនៃរោគសញ្ញាជំងឺរលាកថ្លើមយើងជាអ្នកការពារសុខភាពប្រជាជនបើផ្លូវសំខាន់បក្សនៅចាំបាច់